ថ្ងៃនេះខ្ញុំពិតជាសប្បាយរីករាយមែនទែននៅពេលដែលឃើញរាជរដ្ឋាភិបាលនៃប្រជាជាតិកម្ពុជាលោកបានប្រើប្រាស់យន្តការច្បាប់ក្នុងការដោះស្រាយដែនសមុទ្រនៃប្រជាជាតិកម្ពុជាជាមួយនឹងប្រជាជាតិថៃដែលដែនសមុទ្រជាតំបន់ត្រួតស៊ីគ្នារវាងប្រជាជាតិកម្ពុជានិងប្រជាជាតិថៃឡង់ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឬក៏ហៅថា UNCLOS ក្នុងនាមជាគណៈបកនយោបាយនៅប្រជាជាតិកម្ពុជាខ្ញុំសូមធ្វើការចំណាប់អារម្មណ៍ទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានខ្លឹមសារដូចតទៅបាទគណៈបកដើម្បីកម្ពុជាសូមប្រកាសជំហរយ៉ាងច្បាស់លាស់ថាបញ្ហាអធិបតេយ្យភាពបូរណភាពទឹកដីផលប្រយោជន៍ប្រជាជននិងផលប្រយោជន៍ជាតិមិនមែនជាកម្មសិទ្ធិរបស់គណៈបកនយោបាយណាមួយឡើយប៉ុន្តែជាបុព្វហេតុដ៏ឧត្តមឧត្តមរបស់ប្រជាជាតិខ្មែរទាំងមូលគណៈបកដើម្បីកម្ពុជាគាំទ្រការប្រើប្រាស់យន្តការច្បាប់អន្តរជាតិក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឬក៏ UNCLOS ក្នុងការដោះស្រាយវិវាទដែនសមុទ្រដោយសន្តិវិធីយុត្តិធម៌និងស្របតាមច្បាប់អន្តរជាតិគណៈបកដើម្បីកម្ពុជាជឿជាក់ថានៅពេលកម្ពុជាជ្រើសរើសផ្លូវច្បាប់អន្តរជាតិកម្ពុជាត្រូវតែឈរយ៉ាងរឹងមាំលើភស្តុតាងប្រវត្តិសាស្ត្រគោលការណ៍ច្បាប់និងសិទ្ធិស្របច្បាប់របស់ខ្លួនដោយមិនដកថយចំពោះសម្ពាធណាមួយដែលអាចប៉ះពាល់ដល់ផលប្រយោជន៍ជាតិហើយគាំទ្ររាល់ចំណាត់ការណាដែលការពារសិទ្ធិនិងអធិបតេយ្យភាពរបស់កម្ពុជាហើយនឹងជំទាស់រាល់សកម្មភាពណាដែលអាចប៉ះពាល់ដល់បូរណភាពទឹកដីធនធាននិងកិត្តិយសរបស់ជាតិគណៈបកដើម្បីកម្ពុជាជឿជាក់ថាកម្ពុជាត្រូវតែខ្លាំងកម្ពុជាត្រូវតែពូកែដោយឈរយ៉ាងរឹងមាំលើមូលដ្ឋានច្បាប់អន្តរជាតិការទូតនិងសច្ចធម៌ប្រវត្តិសាស្ត្រដើម្បីការពារសិទ្ធិរបស់ខ្លួនជាតិខ្មែរតូចមែនប៉ុន្តែមិនត្រូវតូចក្នុងការពារកិត្តិយសអធិបតេយ្យភាពនិងផលប្រយោជន៍របស់ខ្លួនឡើយអធិបតេយ្យភាពបូរណភាពទឹកដីធនធានធម្មជាតិនិងផលប្រយោជន៍ជាតិមិនមែនជាកម្មសិទ្ធិរបស់រដ្ឋាភិបាលណាមួយឬគណៈបកនយោបាយណាមួយឡើយប៉ុន្តែជាកេរដំណែលរួមរបស់ប្រជាជនខ្មែរគ្រប់ជំនាន់ដែលត្រូវការពារនិងប្រគល់ឲ្យកូនចៅជំនាន់ក្រោយដោយគ្មានការបាត់បង់គណៈបកដើម្បីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងក្នុងស្រុកនិងក្រៅស្រុកឲ្យរួបរวมគ្នាជាធ្លុងមួយនិងដាក់ផលប្រយោជន៍ជាតិឲ្យខ្ពស់ជាងផលប្រយោជន៍អ្វីទាំងអស់ការបែកបាក់ជាតិគឺជាភាពទន់ខ្សោយប៉ុន្តែការសាមគ្គីភាពជាតិគឺជាកម្លាំងដ៏ខ្លាំងក្លាបំផុតសូមគិតម្ដងទៀតដើម្បីកម្ពុជាពីខ្ញុំអែមសុខសវណ្ណប្រធានគណៈបកដើម្បីកម្ពុជាសូមអរគុណ